14 12 បទដែលនឹងត្រូវបង្គំជូនបងប្អូនយើងទស្សនានេះរាត្រីនេះបាទអញ្ចឹងជាកម្មវិធីបន្តបន្ទាប់ពីកម្មវិធីបង្គំភ្លេងខ្មែររបស់យើងនេះចប់គឺយើងនឹងមានកម្មវិធីបន្តគឺលោកគ្រូអកបាទលោកគ្រូដៃអកគាត់បានជើញមានវត្តមាននៅទីនេះហើយគាត់នឹងប្រគំបន្តដើម្បីញ៉ាំងកម្មវិធីដែលយើងបង្កើតឡើងក្រុមភ្លេងប្រពៃណីរបស់យើងនេះគឺដើម្បីឲ្យរក្សានិងផ្សព្វផ្សាយភ្លេងប្រពៃណីខ្មែរដែលជាគេតំណែងរហូតាបាទគឺភ្លេងនេះគឺមិនភ្លេងវៀតណាមទេគឺជាគេតំណែងរហូតារបស់យើងតាំងពីជំនាន់អង្គរមកយើងចេះតែថែរក្សាទុកបាទដើម្បីជាគេតំណែងបាទបង្កើតឱកាសឲ្យយុវជននិងសមាជិកមានឱកាសបញ្ចេញសកម្មភាពបាទគឺយើងបង្កើតឲ្យមួយចៅនេះបញ្ចេញសកម្មភាពដើម្បីបង្ហាញជាក់ស្ដែងចេញទៀតនេះគឺបញ្ចេញសកម្មភាពឲ្យឃើញតែការចៅមួយយើងនេះធ្វើបានតែធ្វើបានគុណសិស្សប្រឡូកក្រោយយើងនេះក៏សូមឲ្យបងប្អូនខំប្រឹងប្រែងជួយដឹកនាំក្មួយអូននិងមារាកម្រៃទាំងអស់ឲ្យមានភាពរីកចម្រើននៅអនាគតហើយក៏សូមអរគុណលោកយាយលោកតាដែលបានមកជួបជុំគ្នានេះក៏សូមគាំទ្រនឹងកូនភ្លេងកូនប្រឡូកភ្លេងយើងសាក្រោយនេះក៏សូមឲ្យលោកយាយលោកតាជួយលើកទឹកចិត្តណានៅក្នុងភូមិអូយើងចាប់ផ្ដើមមានហើយគឺបងប្អូនក៏បានបណ្ដុះបណ្ដាលហើយមិនងាយទេមានទេអាចដូច្នេះសូមបងអូនទាំងអស់ជួយគាំទ្រហើយបាទដូច្នេះខ្ញុំបាទសូមថ្លែងអំណរគុណដ៏រីករាយចំពោះបងប្អូនកម្មារៃហើយអ្នកគ្រូភ្លេងហើយនិងក្មួយអ្នកភ្លេងនេះក៏សូមឲ្យខំប្រឹងប្រែងដើម្បីរកអនាគតយើងទៅមុខសម្រាប់ភូមិអូរបស់យើងខ្ញុំគិតថាប្រហែលជាលើកទី1ហើយក៏ជាថ្ងៃដែលយើងប្រារព្ធពិធីបុណ្យអុំទូកផងដែរបាទខ្ញុំអានគោលការណ៍នៃក្រុមភ្លេងរបស់យើងគឺមាន4សញ្ញនាករធំបាទទាំង4សញ្ញនាករនេះគឺដូចលោកគ្រូធីវណ្ណាក៏បានរៀបហើយនឹងមាន13សញ្ញនាករទូចទៀតបាទអញ្ចឹងសញ្ញនាករទាំងអស់នេះគឺជាអ្វីដែលក្រុមភ្លេងរបស់យើងបានរៀបចំឡើងដើម្បីទ្រទ្រង់បាទឲ្យមានការរីកចម្រើននៅក្នុងពិធីរបស់យើងបាទនៅក្នុងការប្រគំភ្លេងបាទThank you.